ប្រតិបត្តិការយប់ងងឹតវីរៈកងទ័ពកម្ពុជាប្រហែលជាគ្មានពេលវេលាណាដែលគ្រោះថ្នាក់លំបាកនិងពោពេញទៅដោយសម្ពាធហើយនឹងភាពតានតឹងនៅអំឡុងពេលសមរភូមិប្រយុទ្ធនាពេលដែលយប់ងងឹតឈានចូលមកដល់នោះទេទោះបីជាតំបន់អាស៊ីអាគ្នេយ៍មានអាកាសធាតុក្តៅយ៉ាងណាក៏ដោយនារដូវរំហើយមានខ្យល់ធ្លាក់ពីខាងជើងនេះប្រទេសយើងមានអាកាសធាតុត្រជាក់ខុសពីធម្មតាគ្របដណ្ដប់ជុំវិញតំបន់ព្រៃក្រាស់ហើយគឺគ្មានទីកន្លែងណាដែលមានអារម្មណ៍ត្រជាក់ស្រិបជាងនៅសមរភូមិជួរមុខនៃជម្លោះរវាងប្រទេសកម្ពុជាជាមួយប្រទេសថៃនោះឡើយវីរៈកងទ័ពកម្ពុជាបានដើរល្បាតនិងឃ្លាំមើលនៅតាមបណ្ដោយព្រំដែនយ៉ាងប្រុងប្រយ័ត្នក្នុងការស្វែងរកសកម្មភាពឬចលនាណាមួយដែលចង្អុលបង្ហាញអំពីការវាយប្រហារដែលខិតជិតមកដល់ក្នុងករណីនេះវីរៈកងទ័ពកម្ពុជាមិនត្រឹមតែសង្កេតមើលសកម្មភាពទាំងនោះដោយភាពស្ងៀមស្ងាត់តែប៉ុណ្ណោះទេប៉ុន្តែវីរៈកងទ័ពកម្ពុជាថែមទាំងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុងការប្រយុទ្ធយ៉ាងខ្លាំងក្លាដោយប្រើប្រាស់កាំភ្លើងធំកាំភ្លើងយន្តធុនធ្ងន់និងអាវុធផ្សេងទៀតដើម្បីទប់ទល់នឹងយោធាថៃដែលព្យាយាមវាយដណ្ដើមកាន់កាប់ទឹកដីកម្ពុជានិងបំផ្លាញសមត្ថភាពក្នុងការការពារខ្លួនរបស់វីរៈកងទ័ពកម្ពុជានៅតាមតំបន់ទាំងនោះវាពិតជាពិបាកក្នុងការស្រមៃសូម្បីតែយល់អំពីការប្រយុទ្ធដ៏គ្រោះថ្នាក់ជាទីបំផុតដែលវីរៈកងទ័ពកម្ពុជាកំពុងប្រឈមក្រៅពីស្ថានភាពស្ងប់ស្ងាត់ដែលវីរៈកងទ័ពកម្ពុជាមួយចំនួនកំពុងរងចាំបើកការវាយប្រហារទប់ទល់ឬស្ថានភាពហិង្សាដ៏សាហាវដែលវីរៈកងទ័ពកម្ពុជាមួយចំនួនទៀតកំពុងប្រឈមមុខក្នុងការការពារឬវាយបណ្ដេញទាហានថៃចេញពីទឹកដីប្រទេសកម្ពុជាក៏ដោយក៏មានស្ថានភាពតានតឹងមួយទៀតដែលកើតមានឡើងជាទូទៅចំពោះវីរៈកងទ័ពយើងដែលឈរជើងនៅសមរភូមិនោះគឺការប្រឹងជំនះជាមួយនឹងអាកាសធាតុដ៏ត្រជាក់នាពេលយប់ងងឹតការប្រឹងស្មារតីនិងការលំបាកក្នុងការសម្រានដោយភាពស្ងៀមស្ងាត់ហើយតែងតែត្រៀមខ្លួនជានិច្ចសម្រាប់សកម្មភាពឆ្លើយតបជាបន្ទាន់ណាមួយគណៈវីរៈកងទ័ពសម្រាប់មិនដែលបានគ្រប់គ្រាន់ហើយដែលការហួសពីការទ្រាំទ្រដ៏លំបាកទៅទៀតលើសពីនេះគឺភាពអស់កម្លាំងបន្ទាប់ពីការធ្វើដំណើរដ៏វែងឆ្ងាយនិងជួនកាលវីរៈកងទ័ពកម្ពុជាស្ថិតក្រោមការវាយប្រហារទាំងកំពុងកាន់សពាវុធធ្ងន់ធ្ងរឬចូលរួមក្នុងសមរភូមិដ៏សាហាវឃោរឃៅជាងនេះទៅទៀតវីរៈកងទ័ពកម្ពុជានៅជួរមុខត្រូវប្រឈមមុខនឹងភាពលំបាកផ្នែកផ្លូវចិត្តដែលកើតមានឡើងនាពេលខ្លះដោយសារភាពឯកោពីក្រុមគ្រួសារមិត្តភ័ក្តិនិងអនាគតរបស់ខ្លួនដែលមិនអាចកំណត់បានជាមុនភាពតានតឹងនៃចំនួននេះនិងការប្រឈមអំឡុងពេលប្រតិបត្តិការប្រយុទ្ធនៅពេលយប់ងងឹតគឺមិនអាចពិពណ៌នាបានគ្រប់ជ្រុងជ្រោយដោយសេចក្តីអត្ថាធិប្បាយខ្លីបែបនេះទេប៉ុន្តែយ៉ាងហោចណាស់យើងទទួលស្គាល់ថានេះគឺជាការតស៊ូនិងទុក្ខលំបាកពិតរបស់វីរៈកងទ័ពកម្ពុជាដែលការពារប្រទេសកម្ពុជារបស់យើងវាគឺជាការពិតដែលបច្ចេកវិទ្យាទំនើបនៃពេលបច្ចុប្បន្នអាចឲ្យកងទ័ពធ្វើប្រតិបត្តិការនៅពេលយប់ប៉ុន្តែទោះបីជាមានបច្ចេកវិទ្យាទំនើបឬក្រៅពីនេះក៏ដោយក៏មិនអាចលុបបំបាត់បញ្ហាប្រឈមនឹងភាពស្មុគស្មាញដែលកើតមានឡើងអំឡុងពេលសង្គ្រាមបានដែរខណៈពេលដែលបច្ចេកវិទ្យាមានសារៈសំខាន់និងចាំបាច់បំផុតសម្រាប់ពង្រឹងសមត្ថភាពរបស់កងទ័ពក្នុងការប្រឈមនឹងសត្រូវដែលមានបច្ចេកវិទ្យាទំនើបក៏ដោយភាពអង់អាចក្លាហានវិន័យនិងតាំងចិត្តដោយភាពស្ងៀមស្ងាត់គឺមានសារៈសំខាន់និងចាំបាច់ហើយដែលវីរៈកងទ័ពកម្ពុជានៅជួរមុខបានកំណត់នូវភាពរឹងប៉ឹងនិងការឆ្លើយតបប្រកបដោយភាពចាស់ទុំរបស់ខ្លួនចំពោះការឈ្លានពានដ៏សាហាវព្រៃផ្សៃពីសំណាក់យោធាថៃអនាគតនៃយុទ្ធសាស្ត្រសង្គ្រាមបានពិពណ៌នាជារឿយៗថាគឺជាអនាគតដែលពឹងផ្អែកកាន់តែខ្លាំងឡើងលើសពាវុធទំនើបនិងបច្ចេកវិទ្យាព័ត៌មានប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ភាពខ្លាំងនៃមេបញ្ជាការវិន័យកងទ័ពនិងតម្លៃនៃកងទ័ពគឺនៅតែមានសារៈសំខាន់ក្នុងការធានាបាននូវជ័យជំនះនាពេលអនាគតក៏ដូចជានៅក្នុងពេលបច្ចុប្បន្នដូច្នេះប្រជាជនខ្មែរមានហេតុផលគ្រប់គ្រាន់ក្នុងការមានមោទនភាពនិងការជឿជាក់ទៅលើវីរៈកងទ័ពកម្ពុជារបស់ខ្លួន